ជំរាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel Fornison ថ្ងៃនេះខ្ញុំមានប្រធានបទថ្មីមួយទៀតដែលនិយាយអំពីការនាំចេញនិងការនាំចូល Export and Import យកមកចែករំលែកជូនអ្នកទាំងអស់គ្នាដើម្បីយល់ដឹងបន្ថែមអំពីនិយមន័យនិងការធ្វើពាណិជ្ជកម្មរវាងប្រទេសនានានៅក្នុងសកលលោកតោះយើងទៅពិនិត្យមើលទាំងអស់គ្នាថាតើការនាំចេញជាអ្វីតើការនាំចូលជាអ្វីនៅក្នុងវីដេអូនេះផងដែរខ្ញុំនឹងពន្យល់ព្រមទាំងលើកឧទាហរណ៍សាមញ្ញដែលងាយយល់ឆាប់បានអំពីការនាំចេញនិងការនាំចូលដែលជាកត្តាសំខាន់បំផុតក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិមួយសូមអ្នកទាំងអស់គ្នាជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀតសូមអរគុណបើយោងតាមសៀវភៅ Principle of Economics របស់លោក N. Gregory Mankiw បោះពុម្ពលើកទី10ក្នុងឆ្នាំ2023នៅចំពោះទី3ទំព័រទី54បានប្រាប់យើងអំពីនិយមន័យការនាំចេញនិងការនាំចូលតើការនាំចេញជាអ្វីការនាំចេញជាទំនិញទាំងឡាយណាដែលត្រូវបានផលិតក្នុងស្រុកឬក្នុងប្រទេសហើយត្រូវលក់ចេញទៅក្រៅស្រុកឬក្រៅប្រទេសមានន័យថាប្រទេសមួយផលិតទំនិញបានចំនួនច្រើនចំណាយថ្លៃដើមទាបនិងមានគុណភាពហើយនាំចេញឬលក់ចេញទៅបរទេសដែលមិនមែនជាប្រទេសកំណើតរបស់ខ្លួនឧទាហរណ៍នៅក្នុងឆ្នាំ2025នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មប្រទេសកម្ពុជាបាននាំចេញទំនិញសំខាន់ៗដូចជាវាយនភ័ណ្ឌម៉ាស៊ីនគ្រឿងអគ្គិសនីស្បែកជើងគ្រឿងសង្ហារឹមកៅស៊ូបន្លែផ្លែឈើសម្ភារៈក្មេងលេងនិងសម្លៀកបំពាក់ដៃគូនាំចេញសំខាន់ៗរបស់ប្រទេសកម្ពុជាមានដូចជាសហរដ្ឋអាមេរិកវៀតណាមចិនជប៉ុនកាណាដានិងសហភាពអឺរ៉ុបបើយោងតាមអត្ថបទព័ត៌មានរបស់ AKP ភ្នំពេញប្រទេសកម្ពុជាបាននាំចេញទំនិញដែលសរុបជាទឹកប្រាក់ប្រមាណ$25,000 លានរយៈពេល10ខែនៃឆ្នាំ2025នេះសង្ឃឹមថាអ្នកទាំងអស់គ្នានឹងទទួលបានព័ត៌មានបន្ថែមអំពីការនាំចេញឥឡូវនេះខ្ញុំសូមពន្យល់អំពីការនាំចូលវិញម្ដងតើការនាំចូលជាអ្វីការនាំចូលជាទំនិញទាំងឡាយណាដែលត្រូវបានផលិតនៅក្រៅស្រុកឬក្រៅប្រទេសហើយត្រូវបានលក់ចូលមកក្នុងស្រុកឬក្នុងប្រទេសមួយមានន័យថាប្រទេសមួយដែលមិនមានទំនិញប្រើប្រាស់គ្រប់គ្រាន់ចំណាយក្នុងការផលិតខ្ពស់មិនមានសមត្ថភាពក្នុងការផលិតឬការនាំចូលទំនិញចំណេញជាងការផលិតខ្លួនឯងដូច្នេះប្រទេសនោះត្រូវនាំចូលទំនិញពីប្រទេសដទៃផ្សេងទៀតឧទាហរណ៍នៅក្នុងឆ្នាំ2024បើយោងតាម vietnamexportdata.com បានឲ្យដឹងថាប្រទេសវៀតណាមបាននាំចូលនៅទំនិញសំខាន់ៗដូចជាគ្រឿងអេឡិចត្រូនិកម៉ាស៊ីនសារធាតុគីមីវាយនភ័ណ្ឌម្ហូបអាហារភេសជ្ជៈដែករ៉ែយានយន្តឱសថសម្ភារៈវេជ្ជសាស្ត្រកាតុងនិងផ្លាស្ទិកដៃគូនាំចូលសំខាន់ៗរបស់ប្រទេសវៀតណាមមានដូចជាប្រទេសចិនកូរ៉េខាងត្បូងជប៉ុនតៃវ៉ាន់សហរដ្ឋអាមេរិកម៉ាឡេស៊ីឥណ្ឌូនេស៊ីឥណ្ឌានិងអូស្ត្រាលីបើយោងតាម vietnamexportdata.com ប្រទេសវៀតណាមបាននាំចូលទំនិញដែលសរុបជាទឹកប្រាក់ប្រមាណ$379,000 លានសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ2024សរុបជារួមមកការនាំចេញជាទំនិញទាំងឡាយណាដែលត្រូវបានផលិតក្នុងស្រុកឬក្នុងប្រទេសហើយត្រូវបានលក់ចេញទៅក្រៅស្រុកឬក្រៅប្រទេសចំណែកឯការនាំចូលវិញជាទំនិញទាំងឡាយណាដែលត្រូវបានផលិតនៅក្រៅស្រុកឬក្រៅប្រទេសហើយត្រូវបានលក់ចូលមកក្នុងស្រុកឬក្នុងប្រទេសមួយខ្ញុំសង្ឃឹមថាវីដេអូមួយនេះជាប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាដើម្បីយល់ដឹងបន្ថែមអំពីការនាំចេញនិងការនាំចូលដែលជាការធ្វើពាណិជ្ជកម្មរវាងប្រទេសនានាក្នុងពិភពលោកសូមអរគុណអ្នកទាំងអស់គ្នាជួបគ្នាសម្រាប់វីដេអូក្រោយៗទៀត